សួស្តីខ្ញុំដេនីជាអ្នកសម្របសម្រួលសេវាកម្មនៅមជ្ឈមណ្ឌលតំបន់ Sunny Town រដ្ឋ California ថ្ងៃនេះយើងត្រឡប់ទៅផ្ទះ Sofia វិញដើម្បីប្រាស់សិភៅណែនាំផែនការជីវិតដោយមានជំនួយពីអ្នកផ្ទះរបស់នាង Sofia បានត្រៀមរួចរាល់សម្រាប់ការប្រជុំផែនការជីវិតនេះជាក្រុមការមួយដែលចេញផ្លែផ្កា Sofia ជាចំណុចសំខាន់នៃក្រុមការនេះតោះទៅមើលទាំងអស់គ្នាអូខេគ្រួសាររ៉ាម៉ូខ្ញុំទទួលបានតម្រុយពីអ្នកមិញមកហើយខ្ញុំបានគិតពីជំនួយដែលយើងអាចផ្ដល់ឲ្យមើលទៅតំបន់រស់នៅដែល Sofia ចង់បានគឺផ្ដោតទៅលើទំនាក់ទំនងគ្រួសារការចូលរួមក្នុងសង្គមនិងការជួយគាំទ្រនៅក្នុងផ្ទះដូច្នេះយើងចាប់ផ្ដើមពីទំនាក់ទំនងគ្រួសារ Sofia សុខសប្បាយទេ Sofia សប្បាយចិត្តល្អណាស់ Winnie សញ្ញាសួរខ្ញុំអីសុខសប្បាយយើងមានអ្វីដែលចង់បញ្ញាអារម្មណ៍ដល់ប្អូនចំណុចសំខាន់នៃទំនាក់ទំនងគ្រួសារគឺការប្រាស្រ័យទាក់ទងជាពិសេសពេលដែលគ្រួសារមានបំលាស់ដល់អ្វីមួយហើយប្អូនក៏ឡើងដល់កម្រិតវិទ្យាល័យដូច្នេះប្អូនប្រហែលជាចង់បានអ្វីដែលប្រសើរជាងមុនដោយសាលាប្អូនបានផ្ដល់ជំនួយលឿនប្អូនអាចនឹងរៀនសូត្របានកាន់តែច្រើនទំនាក់ទំនងគ្រួសារជោគជ័យត្រូវហើយវាដូចជាប្រអប់អេឡិចត្រូនិកអាចកបាំងរបស់ Clara ណាស់អស់ចាសាកលបងវាទៅមើលសប្បាយចិត្តក្តារខិតអេឡិចត្រូនិកអស់ចាអូចាំបន្តិចខ្ញុំសុំជួសជុលវាបន្តិចសិនជ្រើសរើសសារសម្លេងថ្មីបានជោគជ័យយ៉ាងម៉េចដែរគ្រាន់តែជាមុនទេចាលយមែនយើងត្រឡប់មកការងារវិញបងឃើញថាការផ្លាស់ទៅប៉ារីសមិនសូវសំខាន់សម្រាប់ប្អូនទៀតទេទីនេះសរសេរថាប្អូនចង់រកកន្លែងមួយដែលស័ក្តិសមសម្រាប់ប្អូនបងពេញចិត្តវាគឺជាអ្វីដែលយើងគួរតែជួយគ្នាទៅប៉ារីសអាចលើសជាមួយសមត្ថភាពជំនួយដែលយើងផ្ដល់ឲ្យអញ្ចឹងប្អូនមានសកម្មភាពឬក្លឹបអ្វីដែលចង់ស្រាវជ្រាវទេបងស្រីការស៊ើបអង្កេតសៀវភៅទូរស័ព្ទអូត្រូវហើយ Sofia ក៏ចង់ចូលក្នុងក្លឹបនេះអេហេតើអ្នកចង់អានសៀវភៅអាត់កំបាំងទេតើអ្នកចង់ក្លាយជាអ្នកស៊ើបអង្កេតទេឥឡូវនេះអ្នកអាចចូលរួមជាសមាជិកអ្នកជំនាញស្វែងរកអាត់កំបាំងវាមិនត្រឹមតែជាក្លឹបអានសៀវភៅទេវាជាក្លឹបអាត់កំបាំងយើងអានសៀវភៅហើយយើងស្រាវជ្រាវរឿងក្តីព្រឺព្រួចពិភពលោកនេះជាអាត់កំបាំងសម្រាប់អ្នកស្រាវជ្រាវដូច្នេះអ្នកចង់ចូលរួមជាមួយអ្នកជំនាញស្វែងរកអាត់កំបាំងទេខ្ញុំគិតថាវាអាចទៅរួចហើយចុះអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចដែរមើលទៅទំនងណាស់កូនស្រីការចូលរួមក្នុងសង្គមជោគជ័យវាអញ្ចឹងមែនតែយើងត្រូវគិតច្រើនណាស់ដូចជាតើយើងទៅទីនោះដោយរបៀបណាគេជួបជុំគ្នាចុងសប្តាហ៍នៅហាងសៀវភៅបាក់មែនខ្ញុំអាចជូននាងទៅពេលដែលខ្ញុំទៅធ្វើការនាងត្រូវការតែអ្នកទៅយកប៉ុណ្ណោះបន្ទប់តឹងមហោឡានអូនាងត្រូវការអ្នកទៅជាមួយដែរវាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ Sofia ខ្ញុំមានគំនិតមួយគឺជួលជំនួយការផ្ទាល់ខ្លួនដែលអាចជួយបំពេញការងារប្រចាំថ្ងៃរបស់ Sofia បានណាអូខេតើវាមានបូកបញ្ចូលម៉ោងសម្រាកដូចអ្វីដែលលោកពូទីតូបានជួលទីអត់ទេវាគ្រាន់តែជាសេវាកម្មបន្ថែមពីលើការសម្រាប់ប៉ុណ្ណោះយើងអាចទុកម៉ោងដែលយើងមានបានតម្លៃប៉ុន្មានកុំអារម្មណ៍មជ្ឈមណ្ឌលយើងគឺជាអ្នករ៉ាប់រងពួកយើងធ្វើការនឹងក្រុមហ៊ុនដែលមានបុគ្គលិកជំនាញខ្ញុំអាចរៀបចំការណាត់ជួបដើម្បីឲ្យអ្នកមីងរកបានជំនួយការដ៏ល្អម្នាក់បានណាអ្នកមីងជំនួយនៅក្នុងផ្ទះជោគជ័យមានអ្នកណាស្រេកទឹកឬអត់ខ្ញុំនឹងទៅយកមកឲ្យតើអ្នកម៉ាក់គាត់កាត់អីសម្រាប់សិនទៅខ្ញុំទៅជួយអ្នកមីងអ្នកទាំងអស់គ្នាអាចជួយរកសម្លេងសម្រាប់ Sofia ទៅ Sofia ត្រហើយពិតជាឯងមែនបងពេញចិត្តនឹងសម្លេងថ្មីរបស់ឯងណាស់ Sofia បារម្ភមនុស្សទុកចិត្តបានទេកុំព្រួយកូនស្រីយើងនឹងខំរកជំនួយការម្នាក់ដ៏ល្អបំផុតខ្ញុំស្រឡាញ់អ្នកគ្រួសារត្រូវហើយបើសិនជាយើងត្រូវធ្វើដូច្នេះជំនួយការម្នាក់គឺមិនគ្រប់គ្រាន់ទេគឺយើងត្រូវការគម្រោងដើម្បីទប់ស្កាត់នឹងអាសន្នចាម៉ាក់វាពិតជាត្រូវការពេលវេលាដើម្បីផ្សំខ្លះហើយមើលទៅវិននីតោះពិភាក្សាពីគម្រោងការពារអាសន្នវិញខ្ញុំត្រូវឲ្យទូរស័ព្ទមួយទៅ Sofia រៀបចំភ្ជាប់ជាមួយនឹងព័ត៌មានសុខភាពទីតាំងនិងលេខទូរស័ព្ទឲ្យនាងទទួលបានព្រោះតែ Sofia និងអ្នកផ្ទះរបស់នាងជួយគ្នាដើម្បីសៀវភៅផែនការជីវិត Winnie រកឃើញអ្វីដែលសំខាន់សម្រាប់ Sofia និងអ្នកផ្ទះរបស់នាង
ដោយផ្អែកលើព័ត៌មានទាំងនេះគេអាចផ្ដល់យោបល់នឹងការឆ្លើយតបនឹងតម្រូវការនាងសៀវភៅនេះធ្វើឡើងដើម្បីឲ្យអ្នកកាន់តែងាយស្រួលនឹងគិតផែនការ IPP របស់អ្នកចាំណាបណ្ដាញនៃកិច្ចគាំទ្ររបស់អ្នកកំពុងតែផ្ដោតទៅលើមនុស្សហើយមនុស្សគឺជាអ្នកហើយ